ក្រោយផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គមតាក់ទងជាមួយនឹងព័ត៌មានលោកប៊ឺតសម្រាប់ត្រូវបានលោកស៊ុនម៉ាច់ទម្លាយការពិតបាទតាក់ទងជាមួយនឹងការដែលលោកថាលោកប៊ឺតសម្រាប់មិនមែនជាកូនប្រុសបង្កើតរបស់អធិរាជសម្លេងមាសនៅពេលនេះក្រុមអ្នកស្រាវជ្រាវជាច្រើនបានស្នើសុំឲ្យលោកប៊ឺតសម្រាប់ជួបជាមួយនឹងកូនស្រីច្បងលោកស៊ិនស៊ីសមុទ្រដើម្បីធ្វើតេស្ត DNA ស្វែងរកការពិតប៉ុន្មានថ្ងៃកន្លងមកនេះករណីដែលកីឡាករប្រដាល់ជើងចាស់លោកប៊ឺតសម្រាប់ដែលធ្លាប់មានឈ្មោះល្បីល្បាញលើវិស័យកីឡាប្រដាល់នឹងបានបកស្រាយបទចម្រៀងនៅក្នុងកម្មវិធីមួយហើយបានទម្លាយនឹងអះអាងថាលោកគឺជាកូនប្រុសបង្កើតអធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រក្រោយពេលដែលមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនិងមានការវែកញែកប្រងព្រាតនៅក្នុងបណ្ដាញសង្គម Facebook ជាហូហែនោះនៅពេលថ្មីៗនេះក៏ឃើញមានការផ្ទុះភ្ញាក់ផ្អើលម្ដងទៀតក្រោយពេលដែលលោកស៊ុនម៉ាច់បានទម្លាយអំពីព័ត៌មានមួយចំនួនថាលោកប៊ឺតសម្រាប់មិនមែនជាកូនប្រុសបង្កើតអធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រនោះទេក៏ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជំនាញផ្នែកចម្រៀងនិងភាពយន្តសតវត្សទី60និង70បានស្នើឲ្យលោកប៊ឺតសម្រាប់ទៅជួបជាមួយនឹងកូនស្រីច្បងរបស់អធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្ររហូតមកដល់នៅពេលបច្ចុប្បន្ននេះការធ្វើតេស្ត DNA ដើម្បីបញ្ជាក់ការពិតឲ្យបានដឹងច្បាស់លាស់ជៀសវាងការភ័ន្តច្រឡំនិងការមានមន្ទិលសង្ស័យពីមហាជនតទៅទៀតបាទគួរបញ្ជាក់ផងដែរថាលោកវីរៈវណ្ណវណ្ណីប្រធានក្រុមដំណើរខ្មែរនិងជាអ្នកស្រាវជ្រាវដ៏ជំនាញផ្នែកចម្រៀងនិងភាពយន្តសតវត្សទី60និង70បានបង្ហោះវីដេអូខ្លីមួយកាលពីឆ្នាំ2023ថ្មីនេះនៅក្នុងកំឡុងពេលដែលលោកបានចេញសំណេរអះអាងជាច្រើនតាក់ទងជាមួយនឹងការលើកឡើងរបស់លោកប៊ឺតសម្រាប់ដែលទម្លាយថាលោកគឺជាកូនប្រុសបង្កើតអធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រកាលពីពេលថ្មីនោះបើតាមការលើកឡើងរបស់លោកវីរៈវណ្ណវណ្ណីមាន2ចំណុចជំវិញនៃករណីទាំងនេះនៅក្នុងចំណុចទី1តាមការសាកសួរពីមតិសិល្បករជាច្រើនរួមមានដូចជាលោកនូសិបលោកសុម៉ាច់និងកវីដ៏ល្បីៗជាច្រើនទៀតក៏មានការផ្ដល់នូវមតិល្អៗជាច្រើនហើយក៏បានចេញមុខនៅលើបណ្ដាញសង្គមអះអាងបញ្ជាក់ថាលោកប៊ឺតសម្រាប់គឺជាកូនប្រុសបង្កើតអធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រពិតប្រាកដតែតកតងជាមួយនឹងព័ត៌មានមួយនេះផងដែរគេឃើញមានរាជវង្សានុវង្សបានឲ្យដឹងផងដែរថាលោកស្រីឈឿនអង្គិរាដែលមានទំនាក់ទំនងស្នេហាជាមួយនឹងលោកស៊ិនស៊ីសមុទ្រតាំងពីឆ្នាំ1964ដល់ឆ្នាំ1965ហើយលោកស៊ិនស៊ីសមុទ្រនិងលោកស្រីឈឿនអង្គិរានេះគឺមានកូនជាមួយនឹងគ្នាដល់ទៅ3នាក់ដោយឡែកតកតងជាមួយនឹងកូនទី3គឺកើតមានឡើងនៅចំវត្តចម្ប៉ាក្នុងថ្ងៃដែលខ្មែរក្រហមជំលះប្រជាជនចេញពីទីក្រុងភ្នំពេញផងដែរបាទសូមបញ្ជាក់ផងដែរថាលោកវីរៈវណ្ណវណ្ណីគឺបានស៊ើបសួរតាក់ទងជាមួយនឹងឈ្មោះធីមវិជ្ជរាដែលលោកប៊ឺតសម្រាប់ចេញមុខអះអាងថាជាម្ដាយរបស់ខ្លួនហើយក៏ជាអ្នករបាំម្នាក់ក្នុងព្រះរាជវាំងនោះលោកក៏បានសាកសួរទៅកាន់លោកគ្រូអ្នកគ្រូព្រមទាំងសិល្បករសិល្បករនីល្បីៗជាច្រើនដែលធ្វើការនៅក្នុងព្រះរាជវាំងនៅក្នុងបរមព្រះរាជវាំងមុនឆ្នាំ1975ជាច្រើនរូបរួចមកហើយក៏ប៉ុន្តែគ្មាននរណាបានស្គាល់ឈ្មោះនេះនោះទេមិនតែប៉ុណ្ណោះកាលពីពេលថ្មីនេះយើងឃើញថាសិល្បករល្បីៗឈ្មោះជាច្រើនដែលជាអ្នកស្រាវជ្រាវបាននិយាយផងដែរថាលោកប៊ឺតសម្រាប់គឺមានការភ្លេចភ្លាំងឬក៏មានការខុសឆ្គងមួយចំនួនពីព្រោះថាលោកស្ដាប់រឿងទាំងនេះចេញពីម្ដាយចិញ្ចឹមរបស់លោកហើយនេះហើយគឺបានស្នើសុំឲ្យលោកប៊ឺតសម្រាប់និងក្រុមគ្រួសារលោកស៊ិនស៊ីសមុទ្រដែលសប្តាហ៍ថ្ងៃនៅសល់សេះសល់តែកូនស្រីច្បងម្នាក់ឲ្យធ្វើតេស្ត DNA ដើម្បីបញ្ជាក់ការពិតជំរះមន្ទិលសង្ស័យរបស់មហាជនដែលការពីពេលថ្មីនេះគឺមានភាពចម្រូងចម្រាសជាខ្លាំងតកតងជាមួយនឹងលោកសុម៉ាច់និងលោកប៊ឺតសម្រាប់ដែលកំពុងតែផ្ទុះសង្គ្រាមយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គមលោកសុម៉ាច់ក៏បានបញ្ជាក់ការពិតផងដែរថាលោកប៊ឺតសម្រាប់មិនមែនជាកូនប្រុសរបស់លោកស៊ិនស៊ីសមុទ្រនោះទេហើយលោកក៏បានស្នើសុំឲ្យលោកប៊ឺតសម្រាប់បញ្ឈប់ការបំភ្លៃនៅលើបណ្ដាញសង្គមតទៅទៀត
ก็ប៉ុន្តែនៅពេលថ្មីនេះគេចាប់អារម្មណ៍ឃើញថាសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើននៅតែមានការជឿជាក់ចំពោះលោកប៊ឺតសម្រេចបើទោះបីជានៅពេលនេះមិនទាន់មានការធ្វើតេស្ត DNA ជាមួយនឹងកូនស្រីបង្កើតរបស់លោកស៊ិនស៊ីសមុទ្រពិតប្រាកដយ៉ាងណាក៏ដោយបាទព័ត៌មានមួយនេះក៏ឈានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការចុច Subscribe ដើម្បីទទួលបាននូវព័ត៌មានថ្មីៗដែលអាប់ដេតទាក់ទងជាមួយនឹងព័ត៌មានលោកប៊ឺតសម្រេចជាបន្តបន្ទាប់បាទសូមគោរពនិងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ Channel ខ្មែរតារានៅថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការចែករំលែកនៅព័ត៌មានមួយចំនួនដែលព័ត៌មានរបស់យើងនៅថ្ងៃនេះគឺមានចំណងជើងថាសាមញ្ញតែអ្នកនាងអបស្គុណកញ្ញាបែរជាលេចធ្លោខ្លាំងក្រោយពេលដែលបង្ហាញខ្លួននៅក្នុងកម្មវិធីមង្គលការរបស់អ្នកផាត់មុខដល់ល្បីឈ្មោះម្នាក់ហើយថែមទាំងបានផ្ដល់នូវការភ្ញាក់ផ្អើលមួយទៅដល់កូនក្រមុំនិងកូនកំលោះបែបនេះថែមទៀតនិយាយពីអ្នកនាងអបស្គុណកញ្ញាពិតណាស់នរណាក៏បានស្គាល់ច្បាស់ផងដែរពីព្រោះថារូបនាងគឺជាតារាចម្រៀងលំដាប់ Grade A នៅក្នុងប្រទេសកម្ពុជាទៅហើយនោះចំពោះអាជីពជាតារាចម្រៀងនេះទៀតសោតអ្នកនាងអបស្គុណកញ្ញាមិនមែនទៅតែបង្ហាញខ្លួនត្រឹមតែ3ទៅ4ឆ្នាំប៉ុណ្ណោះទេអ្នកនាងក៏បានស្រវាចាប់នៅក្តីស្រមៃជាតារាចម្រៀងតាំងពីរូបនាងនៅវ័យកុមារមកម្លេះប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់តារាស្រីរូបនេះក៏មិនមែនទៅតែចាប់ផ្ដើមនោះឡើយពោលគឺអ្នកនាងត្រូវបានគេទទួលស្គាល់នៅសមត្ថភាពដ៏អស្ចារ្យអមជាមួយនឹងទឹកដមសម្លេងពីរោះផងនោះទើបរូបនាងត្រូវបានគេចាត់ទុកថាជាតារាចម្រៀងដ៏កម្រពិបាកនឹងរកមនុស្សបានដូចខ្លាំងណាស់យ៉ាងណាមិញទើបតែនៅពេលបច្ចុប្បន្ននេះគេចាប់អារម្មណ៍ឃើញថាអ្នកនាងអបស្គុណកញ្ញាទទួលបានប្រជាប្រិយភាពហាក់បីដូចជាមានការធ្លាក់ចុះបន្តិចពីព្រោះដែលគេសង្កេតឃើញថាគ្រប់បទចម្រៀងរបស់អ្នកនាងតែងតែទទួលបានការពេញចិត្តនិងគាំទ្រជាខ្លាំងពីសំណាក់មហាជនហើយនៅពេលនេះសកម្មភាពរបស់នាងក៏មានការធ្លាក់ចុះបន្តិចបន្តួចក្រោយពេលដែលរូបនាងកំពុងតែពពោះកូនជាលើកទី2ផងដែរជាក់ស្ដែងការពីពេលថ្មីនេះមហាជនអ្នកគាំទ្រជាច្រើនពិតជាមានការផ្ទុះភ្ញាក់ផ្អើលជាខ្លាំងទៅលើតារាចម្រៀងកូនមួយរូបនេះមិនស្ទើរនោះឡើយខណៈពេលដែលអបស្គុណកញ្ញាបានបង្ហាញខ្លួននៅក្នុងកម្មវិធីមង្គលការអ្នកផាត់មុខដ៏ល្បីឈ្មោះគឺលោកមហាវីរៈដែលបានដឹកដៃឧត្តមភរិយាចូលរោងការតាមប្រពៃណីទំនៀមទម្លាប់កាលពីថ្ងៃទី8ខែកញ្ញាឆ្នាំ2023កន្លងទៅនេះបាទគូរំលឹកផងដែរថាការចូលរួមនៅក្នុងកម្មវិធីមង្គលការនេះរូបនាងមិនត្រឹមតែដឹកដៃកូនកំលោះចូលពិធីមង្គលការប៉ុណ្ណោះទេអ្នកនាងក៏បានបង្កើតការភ្ញាក់ផ្អើលដល់គូស្នេហ៍ភរិយាថ្មីនេះផងដែរដោយរូបនាងច្រៀងជូនពរបង្ហើបសំនៀងយ៉ាងពិរោះរណ្ដំធ្វើឲ្យគ្រប់គ្នាមានការពោលសរសើរចំពោះតារាចម្រៀងស្រីរូបនេះមិនដាច់ពីមាត់ថែមទៀតផងដែលនៅក្នុងនោះអ្នកគាំទ្រជាច្រើនក៏មានការលើកឡើងដូចនេះផងដែរថាមនុស្សស្រីល្អចរិតទន់ភ្លន់សុភាពរាបសារច្រៀងពិរោះរណ្ដំស្រស់ឆើតគ្រឿងលម្អទៅដោយពេជ្រពិតប្រាកដគឺពិតជាមានរូបសម្បត្តិស្រស់ស្អាតហើយថែមទាំងច្រៀងគួរឲ្យស្រឡាញ់ទៀតស្ដាប់ហើយមិនចេះចំណាយឡើយស្រស់ស្អាតទាំងសុភាពទាំងទន់ភ្លន់គឺពិតជាស័ក្តិសមជាមួយនឹងនារីខ្មែរដ៏ពិតប្រាកដបាទជាចុងក្រោយមកនេះព័ត៌មានយើងក៏ឈានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការចុច Subscribe ដើម្បីទទួលបាននូវព័ត៌មានថ្មីអាប់ដេតជាបន្តបន្ទាប់